សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ Channel Mothering with Us ថ្ងៃនេះខ្ញុំចង់ចាប់ផ្ដើមជាមួយនឹងសំណួរដ៏រសើបមួយតើម៉ាក់ដែលមានអារម្មណ៍ថាពេលខ្លាចជាម៉ាក់គេម្នាក់ខ្លួនឯងហាក់ដូចជាបាត់បង់ភាពជាខ្លួនឯងដែរទេពីមុនខ្ញុំធ្លាប់តែជាមនុស្សដែលមានភាពម្ចាស់ការលើពេលវេលាខ្លួនឯងទៅណាក៏បានមុនម៉ោងមានភាពជឿជាក់តែពេលដែលទទួលតំណែងជាម៉ាក់គេហើយស្រាប់តែខ្លួនឯងលែងខ្លាចជាខ្លួនឯងខ្លាចទៅជាមនុស្សម្នាក់ទៀតហាក់ដូចជាបាត់បង់ខ្លួនឯងអញ្ចឹងខ្ញុំយល់ពីអារម្មណ៍នេះច្បាស់ប៉ុន្តែតួនាទីជាម៉ាក់មិនមែនជាការដំឡើងតំណែងធម្មតានោះទេតំណែងនេះគឺមានអាយុកាលមួយជីវិតមានទំនួលខុសត្រូវការងារគុណនឹង10បន្ថែមលើការងារបច្ចុប្បន្នហើយដែលសំខាន់គឺប្រហែលជាមិនបានឡើងប្រាក់ខែទេការផ្លាស់ប្ដូរដ៏ធំនេះប្រកាសជាប៉ះពាល់ដល់អត្តសញ្ញាណរបស់យើងជាពិសេសនៅពេលដែលយើងទើបតែក្លាយជាម៉ាក់គេថ្មីខ្ញុំធ្លាប់ប្រឡូកក្នុងវិស័យការងារជាគ្រូជា Human Resources Manager ឬមួយជាភាសាខ្មែរយើងថាប្រធានផ្នែកគ្រប់គ្រងធនធានមនុស្សខ្ញុំបានបង្រៀនបុគ្គលិកនិងថ្នាក់ដឹកនាំជាច្រើនអ្នកពីវិធីគ្រប់គ្រង stress ការដឹកនាំដោយមានទំនុកចិត្តការកំណត់ព្រំដែនឯកជនភាពវិធីបង្កើនជំនាញរបស់ខ្លួនសម្រាប់តួនាទីថ្មីសារៈសំខាន់នៅក្នុងការណែនាំចូលកាន់មុខតំណែងថ្មីនិងការទទួលយកមតិរិះគន់ដោយស្ថាបនាតែដល់ពេលនៅតែផ្ទះមើលកូនប្រធានបទសំខាន់ទាំងនេះស្ដាប់ទៅហាក់ដូចជាមិនពាក់ព័ន្ធគ្នាសោះតែតាមពិតទៅអ្វីដែលខ្ញុំបានបង្រៀនទាំងអស់នេះគឺជាកូនសោជួយដោះស្រាយបញ្ហាដល់ខ្ញុំជាច្រើនអញ្ចឹងក្នុងអេពីសូតនេះខ្ញុំនឹងលើកយកមេរៀនទាំង5នៅក្នុង Human Resource Management ឬការគ្រប់គ្រងធនធានមនុស្សដែលជួយឲ្យខ្ញុំរកឃើញភាពជាខ្លួនឯងនិងមានទំនុកចិត្តឡើងវិញអញ្ចឹងយើងចាប់ផ្ដើមទាំងអស់គ្នាមេរៀនទី1 Performance Review and Just for Work ការវិតម្លៃលទ្ធផលការងារមិនមែនសម្រាប់តែការងារមួយមុខនោះទេជាបុគ្គលិកធ្វើការយើងតែងតែទទួលបានការវិតម្លៃលើលទ្ធផលការងារក្រុមហ៊ុនខ្លះមានការវិតម្លៃប្រចាំត្រីមាសឆមាសឬប្រចាំឆ្នាំការវិតម្លៃលទ្ធផលការងារគឺជាការពិនិត្យមើលលើការរីកចម្រើនស្វែងយល់ពីចំណុចខ្វះខាតនិងលើកទឹកចិត្តសម្រាប់សមិទ្ធផលការងារដែលល្អពេលខ្លះជាម៉ាក់ម្នាក់ខ្ញុំបែរជាភ្លេច check in ជាមួយមនុស្សសំខាន់ជាងគេនោះគឺខ្លួនឯងគឺភ្លេចសួរសុខទុក្ខខ្លួនឯងសួរសុខទុក្ខខ្លួនឯងស្ដាប់ទៅដូចជាចម្លែកណាស់មិនអញ្ចឹងទេតែការដែលមួយថ្ងៃរវល់វីវក់តែនឹងបញ្ចុកកូនដោខោទឹកនោមឲ្យកូនបំពេកូនឲ្យគេងវិលទៅវិលមកគឺត្រឹមតែមួយរស់ប៉ុណ្ណោះសួរថាអាក្រក់ទេមិនអាក្រក់ទេការពិតខ្ញុំក៏ពេញចិត្តណាស់ក្នុងការដែលមានឱកាសបាននៅជិតកូនតែដូចខ្ញុំនិយាយអញ្ចឹងគឺបានត្រឹមតែមួយរស់យូរទៅខ្ញុំពិតជាភ្លេចភាពជាខ្លួនឯងពិតមែនហើយការដែលភ្លេចភាពជាខ្លួនឯងគឺមានន័យថាខ្ញុំមិនបានយកចំណុចខ្លាំងរបស់ខ្លួនមកប្រើដែលនេះហើយគឺជាការខាត់បង់មួយអញ្ចឹងទោះជាការសួរសុខទុក្ខខ្លួនឯងស្ដាប់ទៅរៀងចម្លែកតែនេះជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពមួយដែលខ្ញុំបានអនុវត្តខ្ញុំយកមេរៀន HR Performance Review ដែលភាសាខ្មែរហៅថាការវិតម្លៃលទ្ធផលការងារមកធ្វើជាសំណួរសួរសុខទុក្ខខ្លួនឯងសំណួរហ្នឹងក៏ពិតទៅអត់មានអីស្មុគស្មាញទេសំណួរទី1តើអ្វីទៅដែលខ្ញុំបានធ្វើល្អសម្រាប់ខែនេះឧទាហរណ៍ខ្ញុំបានរៀបចំការពារកូនពីផ្ដាសាយរៀបចំការពារកូនពីការមុខខាំបានយ៉ាងល្អអញ្ចឹងវាជាអ្វីដែលខ្ញុំធ្វើបានល្អសម្រាប់ខែនេះសំណួរទី2តើចំណុចណាខ្លះដែលខ្ញុំធ្វើមិនទាន់បានល្អឧទាហរណ៍ខ្ញុំរៀបចំការវិភាគចាក់វ៉ាសាំងនិងដើរលេងគៀកគ្នាពេកអញ្ចឹងកូនក្តៅខ្លួនមិនអាចដើរលេងបានធ្វើឲ្យខកការកក់សន្តាគារបង់លុយចោលជាដើមដូចនេះត្រូវរៀបចំការវិភាគឡើងវិញឲ្យបានល្អនិងពិនិត្យឲ្យបានច្បាស់លាស់ជាងមុនចំណុចទី3តើចំណុចណាខ្លះដែលខ្ញុំត្រូវការជំនួយបន្ថែមឧទាហរណ៍ខ្ញុំត្រូវការពេល2ម៉ោងក្នុងមួយថ្ងៃដើម្បីផ្ដោតអារម្មណ៍ធ្វើការសរសេរមាតិកាឬក៏ពេលផ្ទាល់ខ្លួន2ទៅ3ម៉ោងក្នុងមួយខែខ្ញុំអាចចេញទៅក្រៅបានអញ្ចឹងស្ដាប់ទៅសំណួរទាំង3នេះគឺងាយការសួរសុខទុក្ខខ្លួនឯងនេះបានធ្វើឲ្យខ្ញុំរកឃើញចំណុចដែលខ្ញុំធ្វើបានល្អនេះជាការលើកទឹកចិត្តខ្លួនឯងឲ្យខំធ្វើល្អបន្តទៀតហើយចំណុចដែលនៅខ្វះខាតគឺខ្ញុំអាចកែតម្រូវបន្ថែមពេលណាដែលខ្ញុំធ្វើបានល្អច្រើនខ្ញុំក៏មានភាពជឿជាក់និងភាពរឹងមាំជាងមុនដែរតែបើខ្ញុំមិនបានចំណាយពេលសួរសុខទុក្ខខ្លួនឯងខ្ញុំក៏មិនអាចរីកចម្រើនក្នុងនាមជាម៉ាក់ម្នាក់
ហើយខ្ញុំក៏មិនអាចស្វែងរកភាពជាខ្លួនឯងនិងភាពជឿជាក់ត្រឡប់មកវិញផងដែរមេរៀនទី2ព្រំដែនឯកជនភាពជារឿងសំខាន់ Boundary is necessary បុគ្គលិកធ្វើការយកប្រាក់ខែជាទូទៅមានទំនួលខុសត្រូវច្បាស់លាស់ជាលាយលក្ខណ៍អក្សរមានពេលសម្រាប់សម្រាកបាយមានថ្ងៃឈប់ត្រឹមត្រូវហើយនៅតែរក្សាប្រាក់ខែបានប៉ុន្តែតួនាទីជាម៉ាក់គឺមានទំនួលខុសត្រូវដែលមិនច្បាស់លាស់ទេដោយសារតែត្រូវបន្ថែមការងាររហូតហើយក៏មិនប្រកាសថាមានពេលសម្រាកដែរមែនទែនទៅសូម្បីតែពេលទៅបន្ទប់ទឹកក៏ប្រហែលជាមិនមានឯកជនភាពនោះដែរពេលខ្លះអស់ខ្យល់ហើយក៏នៅតែត្រូវបាក់ផ្នែកលួងកូនដែរមិនចឹងទេប៉ុន្តែខ្ញុំបានចងចាំចំណុចសំខាន់មួយដែលខ្ញុំបានចែករំលែកទៅកាន់ថ្នាក់ដឹកនាំក្រុមហ៊ុននោះគឺ Clarity protects energy មានន័យថាការកំណត់ភាពច្បាស់លាស់ទៅលើអ្វីមួយមិនថាទំនួលខុសត្រូវឬក៏ពេលវេលានោះទេគឺសុទ្ធតែចាំបាច់សម្រាប់ការពារថាមពលរបស់យើងដើម្បីបំពេញតួនាទីឲ្យបានល្អពេលខ្ញុំនឹកឃើញពីមេរៀននេះហើយខ្ញុំក៏សាកយកទ្រឹស្ដីនេះមកអនុវត្តខ្ញុំចាប់ផ្ដើមសាកកំណត់ពេលវេលាផ្ទាល់ខ្លួនតូចៗឬក៏ភាសាអង់គ្លេសយើងហៅថា micro boundaries អញ្ចឹងអីគេទៅជាពេលវេលាផ្ទាល់ខ្លួនតូចៗហ្នឹងនេះគឺជាការកំណត់យកពេលវេលាខ្លីណាមួយដែលខ្ញុំត្រូវការជាដាច់ខាតសម្រាប់ខ្លួនឯងឧទាហរណ៍ដូចជាពេលកូនគេងខ្ញុំនឹងឆ្លៀតពេល15នាទីសម្រាប់អង្គុយចុះ stop podcast ឬមើល YouTube ខ្ញុំមិនងើបទៅលាងចានឬក៏បោសផ្ទះអីទាំងអស់15នាទីនេះគឺខ្ញុំទុកសម្រាប់ខ្លួនឯងតែម្ដងខ្ញុំក៏ចាប់ផ្ដើមរៀនបដិសេធរឿងខ្លះដែលខ្ញុំមិនចង់ធ្វើឬរៀបចំការងារនោះទៅធ្វើនៅពេលក្រោយវិធីនេះជួយឲ្យខ្ញុំជៀសវាងការយល់ព្រមគ្រប់រឿងក្នុងពេលតែមួយជាពិសេសពេលដែលខ្ញុំកំពុងតែហត់ស្រាប់ផ្ទុយទៅវិញខ្ញុំរៀនបដិសេធហើយអនុញ្ញាតឲ្យខ្លួនឯងរៀបចំអាទិភាពការងារបានល្អប្រសើរជាងមុនពេលខ្ញុំរៀនបដិសេធការងារដែលមិនសូវសំខាន់ខ្ញុំចាប់ផ្ដើមទទួលបានមកវិញនូវអារម្មណ៍ម្ចាស់ការលើពេលវេលាខ្លួនឯងហើយនេះក៏ជាការផ្ដល់តម្លៃឲ្យខ្លួនឯងផងដែរមេរៀនទី3ជំនាញដែលយើងបានអភិវឌ្ឍពេលជាបុគ្គលិកធ្វើការនៅតែមានប្រយោជន៍ពេលខ្លះជាម៉ាក់ម្នាក់មុនចូលដល់ចំណុចទី3នេះខ្ញុំចង់ចែករំលែករឿងផ្ទាល់ខ្លួនមួយចំនួនកាលពិតទៅមុនពេលដែលខ្ញុំមានកូនគឺខ្ញុំបានសម្រេចចិត្តឈប់ពីការងារព្រោះបញ្ហាសុខភាពខ្លះការឈប់នេះគឺដើម្បីមើលថែខ្លួនត្រៀមយកកូនតែម្ដងស្ដាប់ទៅហាក់ដូចជារឿងដ៏ឆោតមួយដែលខ្ញុំឈប់ពីការងារប្រាក់ខែរាប់ពាន់តែខ្ញុំដឹងពីអ្វីដែលខ្ញុំចង់បានអញ្ចឹងទោះបីជាពិបាកនឹងត្រូវលះបង់ក៏ខ្ញុំនៅតែជ្រើសរើសផ្លូវនេះដើម្បីបង្កើតគ្រួសាររបស់ខ្ញុំហើយក៏អរគុណទៅកាន់អ្នកម៉ាក់លោកប្តីនិងប្អូនស្រីដែលគាំទ្រទាំងផ្លូវចិត្តនិងផ្នែកហិរញ្ញវត្ថុក្នុងការសម្រេចចិត្តមួយនេះហេតុអីបានជារឿងនេះសំខាន់ព្រោះខ្ញុំជាមនុស្សងប់នឹងការងារអញ្ចឹងពេលសម្រេចចិត្តដើរចេញគឺហាក់ដូចជាដកផ្នែកដ៏សំខាន់មួយនៃអត្តសញ្ញាណរបស់ខ្លួនឯងអញ្ចឹងប៉ុន្តែអ្វីដែលខ្ញុំបានរៀនពីបទពិសោធន៍ជាម៉ាក់ម្នាក់ទើបដឹងថាជំនាញសំខាន់ទាំងនោះមិនបានបាត់ទៅណានោះទេការពិតជំនាញទាំងនោះជួយពង្រឹងខ្លួនខ្ញុំឲ្យក្លាយជាម៉ាក់គេម្នាក់ដែលមានភាពអត់ធ្មត់អាចគ្រប់គ្រងពេលវេលាធ្វើការងារពហុមុខនិងមានថ្មីមាត់ចរចាជាមួយកូនគិតសម័យមើលជំនាញសំខាន់ទាំងនេះសុទ្ធតែមាននៅក្នុងមេរៀនភាពជាអ្នកដឹកនាំល្អនិងការគ្រប់គ្រងធនធានមនុស្សទាំងអស់ឧទាហរណ៍ជាក់ស្ដែងដូចជាការចរចា negotiation មួយថ្ងៃខ្ញុំត្រូវចរចាជាមួយកូនហើយណាស់ក៏3ដងដែររឿងញ៉ាំហើយបណ្ដាលេងឬក៏លួងគាត់ឲ្យភ្លក់នៅអ្វីដែលថ្មីហើយគាត់មិនចូលចិត្តឧទាហរណ៍មួយទៀតការគ្រប់គ្រងពេលវេលា time management ធ្វើកិច្ចការជាបាច់ task bundling និងប្រព័ន្ធរៀបចំ slow mode fast mode ដែលខ្ញុំបានបញ្យល់ពុស្ដាក្នុងអេពីសូតមុនក៏ជាអ្វីដែលខ្ញុំបានរៀនចេញពីតួនាទីជាម៉ាក់ហើយក៏គំនិតសំខាន់គឺសុទ្ធតែពង្រឹងចេញពីមេរៀនការគ្រប់គ្រងធនធានមនុស្សនិងភាពជាអ្នកដឹកនាំអញ្ចឹងមែនតើខ្ញុំនៅតែជាខ្ញុំអ្វីដែលខ្ញុំចេះខ្ញុំដឹងគឺនៅតែមានប្រយោជន៍គ្រាន់តែថាប្រយោជន៍គឺមិនមែនសម្រាប់គ្រប់គ្រងពេលវេលាប្រជុំឬចរចាដើម្បីទទួលបានការយល់ព្រមពីថ្នាក់ដឹកនាំជាន់ខ្ពស់ឬក៏ CEO អីទៀតហើយតែមានប្រយោជន៍សម្រាប់ការលៃពេលឲ្យកូនហាត់ប្រាណយ៉ាងណាគ្រប់គ្រាន់ឬក៏ចរចាឲ្យគាត់ញ៉ាំឲ្យគ្រប់អាហារដែលមានជីវជាតិសំខាន់ការផ្លាស់ប្ដូរផ្នត់គំនិតបែបនេះធ្វើឲ្យខ្ញុំបានដឹងថាជំនាញដែលខ្ញុំចេះគឺនៅតែមានប្រយោជន៍សម្រាប់បរិបទជីវិតថ្មីនេះ
មេរៀនទី4ការរៀបចំខ្លួនចូលទៅកាន់តំណែងថ្មីគឺសំខាន់ហើយរឹតតែសំខាន់សម្រាប់តំណែងជាម៉ាក់បើម៉ាក់ធ្លាប់ជាបុគ្គលិកធ្វើការឬក៏ជាបុគ្គលិកធ្វើការក្នុងពេលឥឡូវនេះប្រកាសជាស្គាល់ពាក្យ onboarding ពីជ្រុង HR យើងប្រើពាក្យ onboarding គឺដើម្បីរៀបចំបុគ្គលិកឲ្យចូលកាន់តំណែងថ្មីបើក្រុមហ៊ុនដែលគេយកចិត្តទុកដាក់ខ្លាំងគឺតែងតែឲ្យសារៈសំខាន់ដល់ដំណើរការរៀបចំខ្លួនចូលកាន់តំណែងនេះជាពេលដែលបុគ្គលិកថ្មីរៀនពីតួនាទីនិងរបៀបរបបធ្វើការថ្មីពួកគាត់យល់កាន់តែច្បាស់ពីទំនួលខុសត្រូវថ្មីបានល្អប៉ុណ្ណាគាត់នឹងបំពេញតួនាទីបានកាន់តែល្អប៉ុណ្ណោះហើយនឹងហុចផលជាផ្លែផ្កាដល់ក្រុមហ៊ុនកាន់តែឆាប់តែសម្រាប់តំណែងជាម៉ាក់គឺមិនប្រកាសថាមានពេលវេលានោះទេមិនចឹងណាបើមានក៏ប្រហែលជាមិនជាផ្លូវការដែរគឺយើងត្រូវចុះទៅប្រឡូកផ្ទាល់តែម្ដងខ្ញុំបានអាននឹងស្រាវជ្រាវខ្លះដែរតែការរៀនធ្វើជាម៉ាក់និងមកធ្វើជាម៉ាក់គេពិតគឺអារម្មណ៍ខុសគ្នាស្រឡះបែបនេះហើយខ្ញុំក៏ខ្ចីទ្រឹស្ដីរៀបចំខ្លួនចូលកាន់តំណែងថ្មី onboarding មករៀបចំខ្លួនសម្រាប់តំណែងជាម៉ាក់នោះគឺមានន័យថាខ្ញុំត្រូវខិតខំស្វែងរកអ្វីដែលខ្ញុំត្រូវការជាជាងអង្គុយរងចាំឧទាហរណ៍ដូចជាទី1ការរកក្រុមគាំពៀឬមួយក៏រកអ្នកណាដែលជាក្រុមជួយយើងសួរថាតើនរណាខ្លះដែលអាចជួយយើងបាននៅពេលដែលយើងមិនទាន់រឹងដៃរឹងជើងខ្ញុំសួរថាតើនៅពេលដែលខ្ញុំសរសៃខ្ចីប្រហែលជាខ្ញុំត្រូវការនរណាបន្ថែមទៀតដើម្បីមកជួយរហូតដល់ខ្ញុំមានកម្លាំងពេញលេញដូចមុនវិញទី2ការស្វែងយល់ពីតួនាទីជាម៉ាក់តើតួនាទីជាម៉ាក់មានន័យយ៉ាងណាក្នុងដំណាក់កាលនីមួយៗពេលកូននៅខ្ចីខាយតើខ្ញុំមានទំនួលខុសត្រូវអ្វីខ្លះពេលកូនដល់វ័យញ៉ាំបានលើសពីទឹកដោះគោតើខ្ញុំត្រូវចេះរៀបចំអ្វីបន្ថែមទៀតដូចជាការដាំបបរឬជ្រើសរើសប្រភេទបបរដែលត្រូវនឹងអាយុរបស់គាត់ការរៀនសូត្របន្ថែមទៅលើចំណុច3បាច់ថែរក្សាកូនតើមានសភៅណាល្អដែលនិយាយដល់ការវិវត្តរបស់ក្មេងតើមិត្តភ័ក្តិណាខ្លះដែលមានបទពិសោធន៍ចិញ្ចឹមកូនដែលខ្ញុំអាចសុំយោបល់បានខ្លះការដែលខ្ញុំអនុវត្តចំណុចទាំងអស់នេះគឺជួយឲ្យខ្ញុំមានការប្រុងប្រៀបខ្លួនបានល្អជាងការដែលខ្ញុំហក់ចូលក្នុងតួនាទីនេះដែលមិនបានរៀបចំខ្លួនតតែសោះហើយការប្រុងប្រៀបខ្លួននេះហើយជាការសាងភាពជឿជាក់ឲ្យខ្លួនឯងមេរៀនទី5មតិកែលម្អ feedback ជាកាដូតែមិនមែនមានន័យថាមតិទាំងអស់សុទ្ធតែល្អនោះទេនៅក្នុងបរិបទការងារការផ្ដល់មតិកែលម្អគឺចាំបាច់ដើម្បីរីកចម្រើនក្នុងតួនាទីរបស់យើងជាទូទៅយើងទទួលបានមតិកែលម្អដែលមានបែបផែនជាផ្លូវការច្បាស់លាស់និងអ្នកដែលឲ្យមតិកែលម្អជាបុគ្គលដែលយើងជឿទុកចិត្តបើប្រៀបធៀបមកប្រធានបទរបស់យើងវិញពេលខ្លះជាម៉ាក់គឺខ្ញុំតែងតែទទួលបានមតិកែលម្អយ៉ាងច្រើនមតិកែលម្អមានមកពីគ្រប់ទីកន្លែងមានទាំងមតិដែលខ្ញុំចង់បានពីអ្នកដែលខ្ញុំស្រឡាញ់ទុកចិត្តហើយក៏មានមតិពីអ្នកដទៃដែលខ្ញុំមិនដែលស្គាល់សោះមតិកែលម្អទាំងអស់នេះមិនប្រកាសថាមានប្រយោជន៍និងសុទ្ធតែជាមតិសម្រាប់កែលម្អនោះទេមតិខ្លះគឺគ្រាន់តែជាបទពិសោធន៍ផ្ទាល់ខ្លួនដែលមិនសូវជាត្រូវជាមួយនឹងកលៈទេសៈរបស់ខ្ញុំប៉ុន្មាននោះទេភ្លាមៗនោះខ្ញុំមានអារម្មណ៍ថាច្បុកច្បល់ដោយសារតែទទួលបានមតិច្រើនពេកតែខ្ញុំបានចងចាំនៅមេរៀនសំខាន់មួយនៅក្នុង HR នោះគឺវិធីទទួលយកមតិកែលម្អដែលមានប្រសិទ្ធភាពខ្ញុំសួរខ្លួនឯង3សំណួរទី1តើមតិកែលម្អនេះជាអ្វីដែលខ្ញុំបានសួរតើខ្ញុំបានសុំយោបល់នេះទេទី2តើអ្នកណាជាអ្នកផ្ដល់មតិនេះតើអ្នកដែលឲ្យយោបល់នេះជាអ្នកដែលជិតស្និទ្ធហើយចង់ឲ្យខ្ញុំល្អឬគ្រាន់តែជាអ្នកដែលស្គាល់គ្នាមួយស្នាទី3តើមតិនេះពិតជាមតិកែលម្អមែនទេតើមតិនេះបានជួយដោះស្រាយបញ្ហាពិតមែនឬគ្រាន់តែលើកបញ្ហាបន្ថែមសំណួរទាំង3នេះបានជួយឲ្យខ្ញុំឈប់ខ្វល់ពីមតិដែលមិនផ្ដល់សារៈប្រយោជន៍ដល់ខ្ញុំនិងគ្រួសារពេលដែលខ្ញុំស្រង់យកតែអ្វីដែលមានប្រយោជន៍ហើយបំភ្លេចចោលពាក្យអវិជ្ជមានទាំងនោះខ្ញុំក៏មានអារម្មណ៍លែងច្បុកច្បល់ហើយមានជំនឿចិត្តលើខ្លួនឯងជាងមុនផងដែរមេរៀនទាំង5ខាងលើសុទ្ធតែមានប្រយោជន៍ដែលខ្ញុំអាចប្រើក្នុងតួនាទីជាម៉ាក់តែខ្ញុំចង់និយាយឲ្យស៊ីជម្រៅបន្ថែមបន្តិចទៀត
តែលើការរៀបចំខ្លួនមុនដែលខ្ញុំខ្លាចជាម៉ាក់ឥឡូវស្រមៃមើលប្រសិនបើការងារយើងរំពឹងឲ្យយើងបំពេញតួនាទីឲ្យបានល្អឥតខ្ចោះក្នុងមុខតំណែងថ្មីដែលមិនបានទុកពេលឲ្យយើងបានរៀនពីតួនាទីថ្មីនេះតើយើងគិតថានេះជារឿងស្មារតីទេប្រកាសជាមិនស្មារតីទេអញ្ចឹងការដែលយើងខ្លាចខ្លួនជាម៉ាក់ហើយមិនថាយើងឬក៏នរណាក៏ដោយបើមករំពឹងភាពល្អឥតខ្ចោះពីយើងនោះក៏ជារឿងដែលមិនស្មើភាពដូចគ្នាមិនអញ្ចឹងហ៎គិតផ្ទុយមកវិញនៅពេលដែលយើងបានត្រៀមខ្លួនយើងនឹងមានអារម្មណ៍ល្អហើយបង្កើនទំនុកចិត្តឲ្យខ្លួនឯងបើទោះជាការរៀបចំខ្លួនចូលកាន់តំណែងថ្មីនេះមិនមានអ្វីជាផ្លូវការក៏យើងអាចសាកចាប់ផ្ដើមនៅខ្លួនឯងបានដែរវិធីសាស្ត្រងាយៗដែលយើងអាចចាប់ផ្ដើមជាមួយបានមានដូចជាទី1គិតពីមនុស្សដែលអាចជាក្រុមគាំពាររបស់យើងដែលអាចជួយការងារមួយចំនួនដូចជាធ្វើម្ហូបឬមើលកូនពេលដែលយើងឆ្លៀតទៅបន្ទប់ទឹកមួយទៀតគឺរៀនអានរៀនស្ដាប់ podcast ដែលនិយាយពីការចិញ្ចឹមបីបាច់កូនក៏ជាការជួយឲ្យយើងរៀបចំខ្លួនមុនខ្លាចជាម៉ាក់គេដែរតំណែងជាម៉ាក់បានផ្លាស់ប្ដូរការរស់នៅខ្ញុំស្ទើរតែកលាប់ចាក់ទាំងពេលវេលាទាំងអត្តសញ្ញាណរបស់ខ្ញុំតែអ្វីដែលខ្ញុំបានរៀនពីបទពិសោធន៍នេះគឺតំណែងមួយនេះមិនបានលួចយកអត្តសញ្ញាណពីមុនរបស់ខ្ញុំនោះទេតែបែរជាបន្ថែមអត្ថន័យឲ្យជីវិតខ្ញុំទៅវិញគ្រាន់តែថាខ្ញុំត្រូវការពេលដើម្បីស្វែងយល់អញ្ចឹងនេះគឺជាមេរៀនទាំង5ពីការគ្រប់គ្រងធនធានមនុស្សដែលជួយខ្ញុំឲ្យស្វែងយល់ច្បាស់មេរៀនទី1ការវិតម្លៃលទ្ធផលការងារមិនមែនសម្រាប់តែការងារនោះទេសួរសុខទុក្ខខ្លួនឯងជាប្រចាំអាចជួយឲ្យយើងរកចំណុចល្អដែលគួរតែអបអរនិងចំណុចខ្វះខាតដែលគួរតែកែលម្អមេរៀនទី2ព្រំដែនឯកជនភាពជារឿងសំខាន់កំណត់ភាពច្បាស់លាស់ទៅលើអ្វីមួយមិនថាជាទំនួលខុសត្រូវឬក៏ពេលវេលានោះទេគឺសុទ្ធតែចាំបាច់សម្រាប់ការពារថាមពលរបស់យើងដើម្បីបំពេញតួនាទីឲ្យបានល្អមេរៀនទី3ជំនាញដែលយើងបានអភិវឌ្ឍពេលជាបុគ្គលិកធ្វើការនៅតែមានប្រយោជន៍ពេលខ្លាចជាម៉ាក់ម្នាក់គ្រាន់តែសារៈសំខាន់និងសារៈប្រយោជន៍នៃជំនាញទាំងនោះត្រូវការឲ្យយើងចេះទាញយកមកអនុវត្តជាក់ស្ដែងមេរៀនទី4ការរៀបចំខ្លួនចូលកាន់តំណែងថ្មីគឺសំខាន់ហើយរត់តែសំខាន់សម្រាប់តំណែងជាម៉ាក់ត្រៀមខ្លួនបានខ្លះក៏ប្រសើរជាងមិនបានត្រៀមតតែសោះការត្រៀមខ្លួននឹងជួយកសាងទំនុកចិត្តឲ្យយើងមេរៀនទី5មតិកែលម្អជាកាដូតែមិនមែនមានន័យថាមតិទាំងអស់សុទ្ធតែសម្រាប់កែលម្អនោះទេស្ដាប់ទាំងអស់យកតែអ្វីដែលមានប្រយោជន៍បោះចោលអ្វីដែលមិនចំណេញអូខេអញ្ចឹងខ្ញុំសង្ឃឹមថាមេរៀនទាំង5នេះអាចផ្ដល់ជាគំនិតខ្លះដល់អ្នកដែលចិត្តខ្លាចជាម៉ាក់គេឬអ្នកដែលទើបតែខ្លាចជាម៉ាក់គេថ្មីម៉ាក់ដែលមានបទពិសោធន៍អាចជួយឲ្យយោបល់បន្ថែមនៅក្នុង comment បានហើយបើម៉ាក់ពេញចិត្តវីដេអូមួយនេះកុំភ្លេចចុច like និង subscribe ម្នាក់មួយផងណាអរគុណជម្រាបលាបាយបាយ